នារីម្នាក់នេះឈ្មោះថាចារិយានាងកំពុងតែដើរលើវាលខ្សាច់តែម្នាក់ឯងខណៈដែលនាងកំពុងតែដើរនោះស្រាប់តែមានខ្យល់បក់មកយ៉ាងខ្លាំងបាំងដីខ្សាច់ហូរចូលភ្នែករបស់នាងអាយយជីវិតអ្វីក៏លំបាកម្ល៉េះបដើរលើវាលខ្សាច់តែម្នាក់ឯងហើយដីខ្សាច់ហូរចូលភ្នែកទៀតសូម្បីតែទឹកជួភ្នែកក៏គ្មានដែរយ៉ាប់អើយមហាសែនយ៉ាប់ជាតិនេះមើលទៅមិនរស់ទេចរិយាបានដើរកាត់វាលខ្សាច់យ៉ាងត្រដាបត្រដួសពីព្រោះខ្សាច់នៅតែបន្តហូរចូលភ្នែករបស់នាងឥតឈប់ឈរស្រាប់តែព្រាបនោះក៏មានខ្យាដំរីវាឡើងលើសម្ពត់របស់នាងទៀតអាយ៉ាខ្យាដំរីឡើងលើខ្លួនខ្ញុំហើយព្រះអើយម្ដងខ្យាដំរីម្ដងពស់មិនដឹងថាពួកវាចេញមកពីទីណាទេហើយឥឡូវនេះដីខ្សាច់បន្តចូលភ្នែកខ្ញុំទៀតសូម្បីតែទឹកជូតភ្នែកក៏គ្មានដែរតើជីវិតខ្ញុំនឹងទៅជាយ៉ាងណាទៅនេះគឺគ្រាន់តែជាចំណុចចាប់ផ្ដើមនៃសាច់រឿងតែប៉ុណ្ណោះដើម្បីដឹងថាចរិយាមកកណ្ដាលវាខ្សាច់នេះដោយរបៀបណាយើងត្រូវត្រឡប់ទៅមើលសាច់រឿងពីដំបូងរបស់នាងជាមុនសិនចរិយានាងធ្លាប់រស់នៅតាមឆ្នេរសមុទ្រក្នុងផ្ទះតូចមួយដែលមានសមាជិក2នាក់គឺនាងនិងម្ដាយរបស់នាងដែលប្រកបមុខរបរធ្វើគ្រឿងលម្អផ្ទះសម្បែងសម្រាប់លក់តាមឆ្នេរសមុទ្រនោះបងប្អូនទាំងអស់គ្នាអើយជួយទិញគ្រឿងអលង្ការលម្អផ្ទះសម្បែងខ្ញុំមួយមកអ្នកលក់មួយនឹងថ្លៃប៉ុន្មានចាមួយនឹងតម្លៃ40000រៀលហើយមានអតិថិជនជាច្រើនបានចោមរោមទិញគ្រឿងលម្អផ្ទះរបស់ពួកគេបាទជម្រាបសួរបងប្អូនអរគ្នាអញ្ចឹងបងប្អូនអរគ្នាបានមើលខាងដើមនៃវីដេអូនេះហើយគឺតើតូនជាមួយនឹងវីដេអូដែលយើងបានធ្វើការកន្លងមកនៅក្នុង project ទី1គឺយើងធ្វើ5ប្លង់អញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំគ្រាន់តែចង់រំលឹកឡើងវិញនៅអ្វីដែលយើងបានធ្វើកន្លងមកដើម្បីឲ្យបងប្អូនទាំងអស់គ្នានឹងបានស្វែងយល់បានច្បាស់ជាងមុនបើយើងអនុវត្តកន្លងមកនោះវាមានការភ្លេចភ្លាំងខ្លះអញ្ចឹងនៅកន្លែងនេះយើងរំលឹកឡើងវិញថាតើនៅក្នុងប្លង់នីមួយៗគឺយើងធ្វើយ៉ាងម៉េចខ្លះប៉ុន្តែមុននឹងចូលដល់ចំណុចសំខាន់នៅក្នុងវីដេអូនេះគឺខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាធ្វើការខិតខំប្រឹងប្រែងស្វែងយល់រៀនធ្វើអនុវត្តតាមបើបានដូចក្តីមិនដូចក្តីអត់ជាបញ្ហាទេសំខាន់គឺបងប្អូនទាំងអស់គ្នាធ្វើទៅមុខហើយមករំលឹកឡើងវិញមក review ឡើងវិញនៅការងាររបស់ខ្លួនដែលបានធ្វើហ្នឹងតើមានចំណុចកន្លែងណាខ្លះដែលមានជាដែលជាចំណុចខ្វះខាតដោយជាយើងបានធ្វើមកប្រហែលការងារកន្លងមកនេះគឺយើងធ្វើដល់បញ្ចប់ដល់5ប្លង់អញ្ចឹងនៅកន្លែងនេះក៏ជាកន្លែងមួយដែលថាយើងនឹងអាចត្រឡប់មកក្រោយវិញដើម្បីរំលឹកឡើងវិញថាមក review ឡើងវិញថាការងាររបស់យើងហ្នឹងយើងធ្វើទៅនេះវាខ្វះចន្លោះកន្លែងណាគឺយើងគួរតែបំពេញកន្លែងណាអញ្ចឹងណាអញ្ចឹងនៅក្នុងវីដេអូនេះគឺយើងនឹងមើលទាំងអស់គ្នាអញ្ចឹងនៅក្នុងកន្លែងនេះគឺជាប្លង់ទី1ដែលនៅក្នុងប្លង់ទី1នេះគឺបង្ហាញនេះកាមេរ៉ានេះ lens សំទោសបន្តនេះ lens ដែលនៅក្នុងប្លង់ទី1នេះគឺបង្ហាញអំពីទិដ្ឋភាពនៃទឹកធ្លាក់ហើយនឹងទេសភាពភ្នំនិងទឹកអូអញ្ចឹងទៅហើយមានសត្វហើរពីខាងលើអញ្ចឹងណាហើយអានេះគឺយើងដើរ70 frame យើងដើរ70 frame បានវាបដូរចូលទៅក្នុងកាមេរ៉ាមួយទៀតពីព្រោះខ្ញុំ play នៅក្នុង switch កាមេរ៉ាគឺការផ្លាស់ប្ដូរកាមេរ៉ាអញ្ចឹងណាអញ្ចឹងចូលដល់ frame ទី70គឺវាចាប់ផ្ដើមបដូរកាមេរ៉ាប៉ុន្តែនៅកន្លែងនេះបងប្អូនអរគ្នាឃើញថានៅពេលដែលវាដើររហូតដល់ frame 55 frame 60វាចាប់ផ្ដើមសត្វនេះចាប់ផ្ដើមឈប់ដើរអញ្ចឹងយើងអាចកែតិចយើងអាចកែសត្វហ្នឹងយើងចុចលើសត្វហ្នឹងមកហើយ complete បើក object related track នេះមួយផងណាកុំឲ្យវារញ៉េរញ៉ៃគឺយើងចូលទៅ motion ហើយយើងចាប់ទីនេះមួយទៀតមកគឺវាចាប់តាមដើរប៉ុន្តែវាដើរវាឈប់ត្រឹមហ្នឹងអញ្ចឹងយើងកែនៅក្នុង transform គឺកន្លែងផ្លាស់ទីរបស់តួអង្គរបស់វត្ថុអញ្ចឹងយើងបដូរ transform ហ្នឹងមកមុខមកត្រឹម frame 70បានហើយវាប្រូវាបដូរចូលកាមេរ៉ាថ្មីហ្នឹងអូខេអញ្ចឹងនៅក្នុងប្លង់ទី1នេះគឺយើងមានប្របច្រើនហើយក៏មិនច្រើនប្រហែលដែរគឺទី1គឺយើងមានប្លង់រូបភាពតមកទៀតយើងដាក់ទឹកចូលហើយទឹកនេះយើងបបែកពីឈ្មោះរបស់វានេះទឹកឈ្មោះទឹកយើងបបែកវាប៉ុណ្ណឹងតទៅយើងដាក់ត្រីលោតនៅក្នុងទឹកហ្នឹងយើងចង់ដាក់កដាមិនចង់ក៏ទៅតែត្រីនេះបើលោតចំកដានេះល្អចេះខ្ញុំសុំកែទៅចូលទៅ frame 0ហើយខ្ញុំទាញត្រីហ្នឹងឈ្មោះអីគេបាទនេះត្រីឈ្មោះ animated នេះ select លើវាមកហើយទាញវាដាក់នៅចំកដាលនេះទៅបានហើយដាក់វាតូចតិចទៅមកវាធំពេកណាហើយយើងកែវាយើងដាក់ប៉ុណ្្នឹងទៅហ្នឹងហើយប៉ុណ្្នឹងទៅបានហើយបើវាលឿនពេកក៏យើងអាចកែកុនបានយើងកែកុនជាមួយនឹង motion របស់វា
យើងអាចពលា motion របស់វាកន្លែង speed នេះយើងអាចបន្ទាញវារៀងវែងតិចមកអញ្ចឹងវារៀងយឺតទៅណាបាទអាហ្នឹងវារៀងយឺតអញ្ចឹងប្លង់ទី1គឺមានតែប៉ុណ្្នឹងទេប៉ុន្តែនៅកន្លែងខ្ញុំកំណត់សម្គាល់ឃើញថានៅពេលដែលយើងលេងអាទឹកនេះវារៀងញាក់នៅក្នុងកាតូនហ្វាយដល់មិនវាទឹកវារៀងញាក់អញ្ចឹងបើយើងធ្វើនៅក្នុងកាតូន4ដូចជារៀង smooth ជាងនៅក្នុងទឹកនេះបាទនៅក្នុងកាមេរ៉ានេះគឺយើងអាចលេងបានហើយពីព្រោះដូចវាឆ្កឹងពេកដល់ពេលវាចូលមកវារៀងឆ្កឹងណាយើងក៏ដាក់ទឹកដាក់អីចឹងធម្មតាវារៀងឆ្កឹងអញ្ចឹងយើងកុំឲ្យវារៀងឆ្កុយពេកគឺយើងអាច zoom វាចូលណាយើង zoom វាចូលអញ្ចឹងដើម្បី zoom វាចូលបានយើងមើលកន្លែង switch camera សិនកន្លែង switch camera នេះវាចេញលេខ1មែនទេអញ្ចឹងយើងត្រូវកែលើកាមេរ៉ាលេខ1អញ្ចឹងសម្រាប់កន្លែងនេះបើសិនបើវាអត់ចេញលេខ1ទេបងប្អូននឹងចុច set វាបងប្អូននឹងចូលទៅកាមេរ៉ាបងប្អូនចុចលើលេខ1មកហើយចុច set កាមេរ៉ានៅក្នុង frame ហ្នឹងនៅក្នុង key ហ្នឹងអញ្ចឹងបានវាជាប់លេខ1អញ្ចឹងយើងចូលទៅក្នុងយើងចូលទៅកែកាមេរ៉ាលេខ1យើងចូលទៅ 3 ជ្រុងនេះយើងចូលពាក្យទៅកាមេរ៉ាយើងចូលទៅកាមេរ៉ាអញ្ចឹងវាមានប្រមាណ3 4នេះវាមាន transform link ឯជាដើមអញ្ចឹងណាអញ្ចឹងនៅក្នុងចំណុចនេះខ្ញុំសូមប្រើ lens ចូលទៅ30 frame ខ្ញុំ zoom ចូលអញ្ចឹងយើងចុច double click លើ lens 2 ដងមកគឺវាចាប់ផ្ដើមចេញ camera editor មកអញ្ចឹងយើងអាច zoom camera ចូលមកប៉ុណ្ណេះឃើញទេយើងអាច zoom ប៉ុណ្ណឹងហើយយើងអាចទាញវាមកកន្លែងកណ្ដាលទៅក៏បានដែរអញ្ចឹងវារត់មកចេះអញ្ចឹងវាទៅទាំង transform វាទៅទាំង lens អូខេហើយនៅក្នុងចំណុចនេះក៏យើងអាចលេងបានដែរយើងអាចលេងជាមួយនឹង transition curve ខ្ញុំលេងជាមួយនឹងsmooth អានេះក៏លេងដែរដាក់ smooth ដូចគ្នាអូខេអញ្ចឹងវាលេងទៅទាំងពីរអាហ្នឹងការលេងបើសិនបើបងប្អូនមិនចង់លេងក៏អត់ទៅកាមេរ៉ាហ្នឹងយើងដូចជាអត់មានអីត្រូវចាំបាច់ច្រើនអញ្ចឹងអានេះខ្ញុំទាញមកបន្តិចទៅបានទាញប៉ុណ្ណឹងហើយទាញបន្ថយនឹងអស់ហើយដាក់វាប៉ុណ្ណឹងហើយយើង play វាលុបនេះចោលកុំឲ្យវាញញហើយដាក់ទៅប៉ុណ្ណេះទៅបានអូខេប៉ុណ្ណឹងទៅហើយវាចូលទៅក្នុងប្លង់ទី2អញ្ចឹងនៅក្នុងប្លង់ទី1នេះគឺវាអត់មាន animation អីច្រើនទេគឺវាគ្រាន់តែ animation ទឹកណា animation ទឹក animation សត្វហើយនឹងទឹករលកទៅប៉ុណ្្នឹងទេអូសំទោសអញ្ចឹងអាហ្នឹងវាមានតែប៉ុណ្្នឹងខ្ញុំចូលទៅ switch វិញអានេះមានតែប៉ុណ្្នឹងវាអត់មានអីច្រើនអញ្ចឹងណាយើង select មកវាមានតែប៉ុណ្្នឹងទេអូខេឥឡូវយើងចូលទៅក្នុងប្លង់ទី2ប្លង់ទី2រៀងច្រើនបងប្អូនគ្នាប្លង់ទី2នេះគឺច្រើនណាទី1គឺយើងមានតួស្រីនេះយើងកែហើយតួស្រីនេះយើងកែបានហើយអញ្ចឹងខ្ញុំសុំ save តួស្រីហ្នឹងម្ដងទៀតសិនព្រោះអញ្ចឹងខ្ជិលតារោមដល់ទៀតជិបដោយសារតួស្រីហ្នឹងខ្ញុំកែបានឥឡូវដាក់ហ្នឹងសិនបាច់ចាំ save កុំឲ្យបងប្អូនគ្នាយូរអញ្ចឹងអាតួស្រីនេះចាំមើលខ្ញុំនឹងតម្លាក់ភាសាទៀតនៅខាងក្រោមខ្ញុំនឹងចូលទៅកែវីដេអូចាស់ដើម្បីយកតួនេះទៅប្រើឬក៏មិនបាច់ក៏បានបងប្អូនគ្នារៀនកែខ្លួនឯងខ្លះបើចាក់ឲ្យច្រើនពេកវាទៅជាបងប្អូនគ្នាលេងចេះប្រើអស់អញ្ចឹងរៀនកែខ្លួនឯងដើម្បីឲ្យដូចខ្ញុំចាស់នេះខ្ញុំមិនឲ្យទេរៀនកែតែពេលចូលនៅក្នុងប្លង់ទី2កាមេរ៉ារបស់វាកាមេរ៉ារបស់វាក៏ខ្ញុំត្រូវកែដែរពីព្រោះចេញមកនារីម្នាក់នេះឈ្មោះថាចារិយាឲ្យវា zoom ចូលតែម្ដងនារីម្នាក់នេះឈ្មោះថាចារិយាកន្លែងនេះគាត់ចូលមកគឺឲ្យកាមេរ៉ារត់ទៅ zoom មុខរបស់នាងណានាងកំពុងតែដើរលើវាខ្សាច់តែម្នាក់ឯងខណៈដែលនាងកំពុងតែព្យាយាមចាប់ detail ច្រើនជាងចាប់ទីទៅអាយយជីវិតអ្វីក៏លំបាកម្ល៉េះក៏ដើរលើវាខ្សាច់តែម្នាក់ឯងហើយដេកខ្សាច់ហុយចូលភ្នែកទៀតសំបីតែទឹកជួភ្នែកក៏គ្មានដែរចាប់អើយមហាសែនចាប់ជាតិនេះមើលទៅមិនរស់ទេចរិយាបានដើរកាត់វាខ្សាច់យ៉ាងត្រដាប់ត្រដួសពីព្រោះខ្សាច់នៅតែបន្តហូរចូលភ្នែករបស់នាងឥតឈប់ឈរស្រាប់តែព្រាមនោះក៏មានខ្យាដំរីវាឡើងលើសម្ពត់របស់នាងទៀតអាយ៉ាខ្យាដំរីដើរលើខ្លួនខ្ញុំហើយព្រះអើយម្ដងខ្យាដំរីម្ដងពស់មិនដឹងថាពួកវាចេញមកពីទីណាទេហើយឥឡូវនេះដេកខ្សាច់បន្តចូលភ្នែកខ្ញុំទៀតសំបីតែទឹកជួភ្នែកក៏គ្មានដែរតើជីវិតខ្ញុំនឹងទៅជាយ៉ាងណាទៅ
នេះគឺគ្រាន់តែជាចំណុចចាប់ផ្ដើមនៃសាច់រឿងតែប៉ុណ្ណោះដើម្បីដឹងថាចរិយាមកកណ្ដាលរឿងសាច់នេះដោយរបៀបណាយើងត្រូវត្រឡប់ទៅមើលសាច់រឿងពីដំបូងរបស់នេះជាមុនសិនចរិយានេះវាចាប់ត្រឹមនេះ1580 frame អញ្ចឹង1580 frame បើយើងវាចាប់ផ្ដើមពី frame ទី70មកណាវាចាប់ផ្ដើមពី frame ទី70មករហូតដល់ frame ឥឡូវខ្ញុំ start frame កន្លែងហ្នឹងហើយ end frame កន្លែង1000ជាងនេះ1000ជាង frame នេះក្រឹងបើយើងគិតទៅនៅក្នុងប្លង់ទី2នេះគឺវាចំណាយអស់1550 frame ព្រោះយើងដក70ចេញណាព្រោះវាចាប់ផ្ដើមពី70មកអញ្ចឹងប្លង់ទី2នេះគឺយើងធ្វើច្រើនមែនទែនបងប្អូនទាំងនេះយើងធ្វើច្រើនទី1គឺយើងធ្វើខ្ញុំសូមដាក់ preview ហ្នឹងទី1នៅក្នុងប្លង់ទី2នេះគឺយើងធ្វើតាក់ទងជាមួយនឹងខ្យល់បក់ហើយវែងអានេះយើងធ្វើតគ្នាវែងច្រើននៅក្នុងនេះអញ្ចឹងខ្ញុំសូមប្រាប់មួយទៅចំពោះតួនេះគឺយើង animation វារៀងច្រើនមែនទែនតួហ្នឹងចំពោះតួ animation ទី1ចលនាទឹកមុខយើងមើលចលនាទឹកមុខរបស់គាត់បើយើងបើកនៅក្នុង face មកគឺនេះជាចលនាទឹកមុខរបស់គាត់គឺចូលនៅក្នុង facial clip ជាចលនាទឹកមុខតមកទៀតចលនាទឹកមុខនេះគឺវាច្រើនរហូតដល់តទៅចប់ចឹងណាចលនាទឹកមុខនេះគឺយើងធ្វើច្រើនប៉ុន្តែក៏មិនធ្វើទាំងអស់ទេអាខ្លះក៏ធ្វើខ្លះក៏អត់ដែរឃើញទេហើយនឹងចលនានិយាយនេះជាចលនានិយាយចលនានិយាយចលនាដើរយើងមើលទៅលើ motion នេះគាត់ដើរផងអានេះគាត់ចាប់តាមដើរនៅពេលទន្ទឹមគ្នានៃការដើរពី frame ទី70ទៅពី frame 70ទៅគឺគាត់ចាប់តាមដើរនៅក្នុងចំណុចនេះគាត់ចាប់តាមដើរនៅពេលតែដើរហ្នឹងគឺដើរជាមួយនឹងទឹកមុខណាមិនមែនដើរដោយមិនមានទឹកមុខទេគឺជាមួយគ្នានេះទឹកមុខជាងនេះគឺ clip នៃការដើររបស់គាត់ហើយអានេះគឺចលនាទឹកមុខរបស់គាត់គឺគាត់ដើរទៅទន្ទឹមគ្នាអញ្ចឹងនៅក្នុងចំណុចនេះគឺខ្យល់ចាប់ដើមបក់មកអញ្ចឹងធ្វើចលនាខ្យល់ដើរមួយទៀតចលនាខ្យល់គឺត្រូវធ្វើទន្ទឹមគ្នានឹងមួយទៀតអញ្ចឹងណាចលនាខ្យល់បក់អញ្ចឹងចលនាខ្យល់បក់នេះគឺខ្ញុំបានដាក់វាទៅជា scene អញ្ចឹងវាចូលនៅក្នុង scene នេះបងប្អូនគ្នានៅក្នុង scene អញ្ចឹងខ្ញុំដកព្រមប្រមនៅក្នុង scene នេះអញ្ចឹងនៅក្នុង scene នេះគឺសិតតែជានេះខ្យល់វាមាន structure វាមានខ្យល់វាមាន dust dash ហ្នឹងគឺក្របដីល្អិតហ្នឹងណាគឺដីហុយ dash ហ្នឹងហើយអញ្ចឹងអាណា002អានេះ002អានេះ001ឈ្មោះរបស់វាអញ្ចឹងណាបន្តមកទៀតបានយើងបបែកអានេះជា2យើងបបែកមួយទៀត win zone leaf zone អញ្ចឹងទៅយើងបបែកវាដើម្បីដាក់ឲ្យវាហ្នឹងគឺវាមានចលនាអញ្ចឹងចលនាដែលខ្យល់នឹងវាចាប់ដើមបក់គឺបក់នៅកន្លែងនេះនៅក្នុង frame 220ហើយណា220គឺខ្យល់នឹងចាប់ដើមបក់ហើយទន្ទឹមនឹងខ្យល់បក់ដីហុយដីអីហ្នឹងគឺគាត់នឹងចាប់ដើមលើកដៃដែរជាមួយតួនេះណាគឺយើងធ្វើទន្ទឹមគ្នាខ្ញុំសុំទាញនេះឡើងទៅលើទៅដើម្បីបង្ហាញសុំទាញឡើងមកលើនេះមកណាឡើងឲ្យផុតតែហ្មងទៅដើម្បីបង្ហាញបងប្អូនទាំងអស់គ្នាឲ្យឃើញពីចំណុចហ្នឹងអញ្ចឹងយើងបើយើងខ្ញុំចុចលេខ leave នេះមកគឺវានឹងមាននេះទាញ track នឹងចុះមកក្រោមយាយចាស់នេះអត់យកទេបិទចោលសិន girl នេះក៏អត់យកដែរបិទចោលអស់សិនអញ្ចឹងខ្ញុំយកតែស្លឹកឈើមួយទេនេះយកតែ leaf មួយហើយនឹងស្រីនេះមួយអញ្ចឹង2នាក់ដើម្បីប្រាប់បងប្អូនអរគ្នាថាវាសកម្មភាពរបស់វាគឺកើតឡើងដំណើរគ្នាអញ្ចឹងយើងបើកមើលអញ្ចឹងនៅពេលដែលម្នាក់ស្រីនឹងគាត់ដើរនៅក្នុង timeline ហើយគាត់ដើរនៅក្នុងនេះរាល់ចលនារបស់គាត់គឺនៅក្នុង motion ណាគឺចលនារបស់គាត់នៅក្នុង motion អញ្ចឹងនៅក្នុង motion នេះគឺយើងដាក់ motion ដែលគាត់ដើរចាប់ពី frame ទី70មករហូតដល់ frame ទី220គឺចាប់ដើមមានខ្យល់បក់អញ្ចឹងចាប់ដើមមានខ្យល់បក់មកខ្យល់បក់មកនាងចាប់ដើមមានចលនានេះគឺខ្ញុំចាក់ frame មួយខ្ញុំមិនចាក់ key មិនចាក់ frame ទេខ្ញុំចាក់ key animation ចលនាដៃនៅក្នុងកន្លែងនេះណានៅក្នុងចលនាដៃខ្ញុំចាក់មួយតបហើយ
ចាប់ដើមឲ្យគាត់លើកដៃនេះគីមួយនេះគឺដៃនៅខាងក្រោមទេដល់ពេលទៅគីបន្ទាប់ចាប់ដើមគាត់លើកដៃតែចេះគាត់លើកដៃចោលទន្ទឹមជាមួយនឹងខ្យល់បក់នេះខ្យល់បក់ក៏ចាប់ដើមបក់មកពេលវាបក់មកដល់គាត់ចាប់ដើមលើកដៃមកអញ្ចឹងសកម្មភាពនេះគឺយើងធ្វើដំណើរគ្នាជាមួយនឹងខ្យល់បក់ហើយនឹងចលនាលើកដៃចឹងណាអានេះចលនាលើកដៃទេចលនាលើកដៃទាំងអស់ពីព្រោះបើលុបគីនេះចេញដៃនឹងវាធ្លាក់ដោយខាងចុងដែលខ្ញុំអត់បានធ្វើឲ្យវាដៃវាដាក់បាំងភ្នែកជាប់អានេះបាំងជាប់អានេះបក់ជាប់ហើយខ្យល់ក៏នៅតែបក់អញ្ចឹងនេះmotion ខ្យល់វានៅតែបក់រហូតនេះ motion ខ្យល់នៅតែបក់រហូតច្រើនណា motion ខ្យល់នឹងបក់រហូតដល់ frame នេះដល់ frame ទី1900ផុតអា frame នេះបាត់ហើយនេះឃើញទេខ្ញុំដាក់ឲ្យវានឹងបក់រហូតនៅដល់កន្លែងហ្នឹងអញ្ចឹងយើងបងប្អូនអរគ្នាឲ្យវាបក់ដល់ប៉ុណ្្នឹងក៏បានមិនបាច់ចាំដល់ប៉ុណ្្នឹងក៏បានដែរពីព្រោះតួហ្នឹងវាដើរផុតទៅមុខតួហ្នឹងវាដើរផុតទៅមុខហើយនេះដើរផុតមកមុខហើយអញ្ចឹងវាខ្យល់ហ្នឹងវានៅតែបក់នឹងក្រោយដែរអញ្ចឹងយើងអាចកាត់កន្លែងនេះបាននេះកាត់ឲ្យកន្លែងចលនាដែលគាត់ដើរមកដល់កន្លែងនេះយើងដើររោវាទៅណាយើងដើររោមើលវាខ្យល់តួនៅតាណាមិញហើយតួមកដល់មុខហើយណាតួមកដល់មុខអញ្ចឹងយើងមកក្រោយវិញបន្តិចនៅកន្លែងនេះចាប់តាមដើរខ្ញុំសូមបកមកក្រោយបន្តិចយើងចង់កាត់ចលនាខ្យល់នេះកាត់ប៉ុណ្ណេះចោលក៏បានដែរពួកខ្យល់យើងចាប់តាមពីកន្លែងនេះទៅនេះហើយគាត់ដើរមកដល់កន្លែងនេះអញ្ចឹងចលនាខ្យល់ខាងលើនេះចលនាខ្យល់របស់ម្ដុំខាងនេះណាចលនាម្ដុំខាងនេះយើងអាចកាត់ចោល animation របស់ពួកគាត់ត្រឹមហ្នឹងក៏បានដែរកាត់ត្រឹមហ្នឹងទៅហើយវាមានខ្យល់មកវងទៀតនៅខាងក្រោមនេះវាចាប់ដើមតពីកន្លែងនេះទៅណាខ្យល់មួយទៀតវាតកន្លែងនេះទៅអានេះយើងចង់កាត់ចោលក៏កាត់ទៅបើយើងមិនចង់កាត់ចោលទុកវាអញ្ចឹងទៅវាមានចលនារហូតចឹងទៅកន្លែងណាទេកន្លែងនេះវាមានចលនារហូតចឹងទៅដោយសារតែកាមេរ៉ារបស់យើងអត់មកចាប់កន្លែងហ្នឹងទៀតទេអញ្ចឹងយើងចង់បិទវាចោលក៏បានដែរយើងកាត់វាចោលកន្លែងហ្នឹងណាយើងមើលតួយើងដើរមកដល់មុខហើយមែនទេនេះតួយើងដើរមកដល់កន្លែងនេះក៏បានដែរកាត់ត្រឹមនេះចោលក៏បានដែរយើង right click មកយើង break វាយើងចុចលើនេះហើយយើង right click ហើយយើង break វាមកយើង break វាយើងកាត់ចោលអញ្ចឹងវាលែងមានចលនាហើយយើងលុបអានេះចោលទៅវាលែងមានចលនាអញ្ចឹងណាតែខ្ញុំអត់ធ្វើទេកន្លែងនេះខ្ញុំដាក់ចោលរហូតហ្នឹងទៅកុំឲ្យវារញ៉ៃព្រោះខ្ញុំគាត់ចង់បញ្យល់ប្រាប់បងប្អូនគ្នាថាដោយសារតែតួរបស់យើងវាដើរមកដល់មុខហើយអញ្ចឹងយើងចង់កាត់កន្លែងហ្នឹងមិនឲ្យមានចលនាក៏បានដែរកុំឲ្យម៉ាស៊ីនរបស់យើងតឹងអញ្ចឹងណាហ្នឹងហើយបើថាម៉ាស៊ីនរបស់បងប្អូនអត់អីទេគឺយើងដាក់អញ្ចឹងទៅអញ្ចឹងខ្ញុំសូមបកមកកន្លែងនេះតិចចំពោះ frame ទី70អញ្ចឹង frame ទី70តួរបស់យើងនេះគាត់ចាប់ដើមដើរពីចំណុចហ្នឹងទៅមិនអញ្ចឹងណាតួរបស់យើងគឺគាត់នៅក្រៅគាត់ចាប់ដើមដើរពីចំណុចហ្នឹងទៅគាត់ដើររហូតដល់ frame ទី220វាចាប់ដើមមានខ្យល់បក់បានมันខ្យល់ចាប់ដើមបក់ចិត្តដល់នាងហើយនាងចាប់ដើមមានចលនាលើកដៃពីកន្លែងនេះទៅគឺយើងធ្វើទន្ទឹមគ្នាយ៉ាងហ្នឹងអញ្ចឹងណាបងប្អូនអរគ្នាហើយទន្ទឹមគ្នាអញ្ចឹងវាមិនមែនមានតែចលនាលើកដៃហើយតែប៉ុណ្្នឹងទេយើងនៅមានចលនាមួយទៀតរបស់គាត់គឺចលនាអីគេចលនាមុខនេះចលនាមុខរបស់មនុស្សស្រីហ្នឹងគឺមានមកជាមួយគ្នាដែរនេះយើងធ្វើចលនាមុខធ្វើអីគ្នាទន្ទឹមគ្នាហ្នឹងគឺបានថានៅក្នុងប្លង់មួយដែលវាចេញនៅក្នុងកាមេរ៉ាហ្នឹងគឺយើងត្រូវតែបំបែកវាយើងត្រូវតែធ្វើវាម្ដងហើយម្ដងទៀតទៅលើសកម្មភាពនីមួយណាធ្វើវាដើម្បីជន់កន្លែងដដែលហ្នឹងមួយសកម្មភាពដើរសកម្មភាពលើកដៃសកម្មភាពមុខអញ្ចឹងណាសកម្មភាពនិយាយអញ្ចឹងទៅគឺវាជន់គ្នានៅក្នុងចំណុចហ្នឹងចានេះចលនាភ្នែកក៏មានដែរអត់ចាប់បក់យ៉ាងខ្លាំងអញ្ចឹងឡើយនេះគឺគាត់បែរក្បាលទៅនោះអាកសែងនេះក៏យើងបដូរដែរណាអាកសែងនេះក៏យើងបដូរមកជាមួយដែរយើងចុចកសែងទៅកសែងនៅខាងក្រោមហើយយើងមើលនៅក្នុង transform នេះវាចាប់ផ្ដើមបដូរកន្លែងនេះហើយជាមួយនឹង flip ជាមួយគ្នាណាក្រមាជាមួយនឹង flip នេះពីនៅកន្លែងហ្នឹងតមកទៀត
អានេះលុបចោលក៏បានអត់អីទេអានេះវាដើរស្របគ្នាជាមួយនឹង transform បដូរទីតាំងហើយ flip នៅកន្លែងនេះតមកទៀតយើងចាក់ key មួយតូបតមកទៀតយើងក្បាលវាបែរមកវិញគឺយើងត្រូវសេរីវាឲ្យសមនឹងក្បាលគឺវាដើរមកអញ្ចឹងណាហ្នឹងហើយអូខេវាដើរមកអញ្ចឹងរហូតដើរមកដល់កន្លែងនេះគាត់ចាប់ដើមនិយាយទោះបីជានិយាយក្តីអាចលនាដៃរបស់គាត់គឺនៅដដែលប៉ុន្តែនៅកន្លែងនេះខ្ញុំអត់ចាក់ទប់ទៀតទេនេះពីខាងដើមនេះខ្ញុំចាក់ចលនាដៃទប់អញ្ចឹងណាខ្ញុំចាក់ចលនា key ទប់ដៃដើម្បីឲ្យគាត់ធ្លាក់ប៉ុន្តែនៅកន្លែងនេះខ្ញុំខ្ជិលខ្ញុំដើរឲ្យគាត់ធ្លាក់តែអាយយប៉ុន្តែចលនានេះគឺវាជាប់ពីនេះមកវាជាប់ពី key នេះទៅរបស់នាងប៉ុន្តែអា key motion ខាងលើនេះចលនាខាងលើនេះវាទាញវាចុះមកក្រោមទាញអីទាញទៅយកអត់ខ្វល់ទេយើងដាក់អញ្ចឹងទៅណារបស់នាងអាយយជីវិតហ្នឹងហើយយើងធ្វើបែបហ្នឹងរហូតតទៅហើយចលនារបស់ខ្ញុំដូចចាំបាននេះមិនខ្ញុំប្រមូលតើបានចាំអានេះ zoom ចេញ zoom ចូលបានអត់អីហ្នឹងអត់ចុចអាលក៏ទៅដែរអូខេអញ្ចឹងអត់អីទេនៅក្នុងកន្លែងហ្នឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាយល់ដោយសារតែអាខ្យល់បក់នេះគឺខ្ញុំប្របែកពីជា2អញ្ចឹងខ្ញុំដាក់នៅខាងមុខមួយហើយនៅខាងក្រោយនេះខ្ញុំដាក់មួយទៀតអញ្ចឹងវាដាក់លើវាសាច់តែម្នាក់ឯងហើយដេកសាច់ហុយចូលភ្នែកទៀតសំបីតែទឹកជួភ្នែកក៏គ្មានដែរទីនេះពងវាទៅអញ្ចឹងណាចាប់អើយមហាសែនចាប់ជាតិនេះមើលទៅមិនរស់ទេតែមកទៀតឲ្យគាត់ដើរទៅគាត់ឈប់ចរិយាបានដើរកាត់វាខ្សាច់យ៉ាងត្រដាប់ត្រគោះពីព្រោះសាច់នៅតែបន្តហូរចូលភ្នែករបស់នាងអញ្ចឹងចូលស្រាប់តែព្រាមនោះនេះនៅកន្លែង motion ឡើយនេះគឺគាត់ចាប់ដើមដើរឈប់ឡើយនេះក៏គាត់ឈប់ណាក៏មានខ្យានេះខ្យាដំរីចូលវត្តមានខ្យាដំរីចូលអញ្ចឹងកន្លែងវត្តមានខ្យាដំរីចូលហ្នឹងគឺយើងចូលជាមួយនឹង movement ចលនារបស់កាមេរ៉ាអូញ៉ៃច្រើនហ្នឹងនេះកាមេរ៉ាចូលអីចូលខ្យាដំរីចូលនៅកន្លែងនេះខ្យាដំរីចាប់ដើមចូលវត្តមានគឺដាក់ឲ្យវាចូលកាមេរ៉ានេះខ្យាដំរីនេះណាអញ្ចឹងការងារនេះខ្ញុំបញ្យល់វាមិនអស់ទេវាច្រើនមែនទែនហើយចង់ប្រាប់បងប្អូនអរគ្នាឲ្យយល់ឡើងឡើងហ្នឹងនេះកន្លែងវត្តមានខ្យាដំរីចូលតែមួយ frame ទេនេះខ្យាដំរីនៅក្រោម frame transform នៅកន្លែងនេះតមកទៅផប់មកដល់លើនេះចំណុចនេះសិតតែជាចំណុចទីតាំងរបស់ខ្យាដំរីតោះក៏មានខ្យាដំរីវាឡើងលើចឹងប្លង់ហ្នឹងមានប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនអរគ្នាយល់ចលនាខ្យាដំរីឡើងចលនាវាយចលនាអីនេះអូច្រើនណាស់នៅក្នុងនេះមានចលនាវាយចលនាអីចឹងណានៅក្នុង motion នេះខ្ញុំមើលនៅក្នុង motion គាត់លើកដៃឡើងនេះកន្លែងនេះទៅគាត់លើកដៃចាក់ frame មួយទុកនៅក្នុង motion គាត់ចាប់ដើមងាកចុះមកក្រោមនេះ key នេះគាត់ចាប់ដើមងាកមកក្រោម10 key ទៀតគាត់នៅមើលហើយគាត់ចាប់ដើមលើកដៃឡើងលើចឹងណាអាយ៉ាខ្យាអាយ៉ាហើយនេះខ្ញុំប្រើមួយ transition curve បងប្អូនគ្នាមើល transition curve នៅ linear ធម្មតាទេហើយអានេះប្រហែលជាអាច transition curve អានេះខ្ញុំប្រើជាមួយនឹងអានេះប្រើជាមួយ gain moment នេះប្រើមួយ gain moment ណាបានថាឲ្យគាត់យើងដែរហើយគាត់តម្លាក់ដៃចុះវិញគាត់ឡើងនេះគាត់យើងប្រើ effect មួយនេះ gain moment and momentum gain momentum and dynamic នេះអញ្ចឹងអានឹងចេញមកវាតម្លាក់បន្តិចហើយវាឡើងហ្នឹងហើយឲ្យគាត់នេះ key មួយនេះដល់ key មួយនេះគឺនៅលើកដៃដដែលបន្តមកទៀតបានតម្លាក់ដៃមកខាងនេះពី key motion មួយនេះមក key motion មួយនេះគឺវាតម្លាក់ដៃមកចុះមកក្រោមណាតម្លាក់ដៃចុះមកក្រោមដាក់ key គ្នាចេះបងប្អូនមើលនេះពី key មួយនេះមក key មួយនេះគឺវាតម្លាក់ដៃចុះមកក្រោមតមកទៀតវាបាក់ដៃហ្នឹងនៅសកាំងហ្នឹងមកកន្លែងបន្តិចហើយអោនចុះអានេះអោនចុះណាអានេះអោនចុះហើយបានវាយនេះវាយនឹងរៀងលឿនជាងកន្លែងនេះយើងខ្ញុំប្រើ transition curve ប្រើជាមួយនេះ linear ធម្មតា
anh ấy cái linear đấy ở miền extension khởi phong chấm hai bè ơi chứ mình chấm đã hai quay bè flip ơi đấy mà đó xa đầm bay reload xa đầm bay load nó cứ dương phơ tận tâm cái ní cho môi năng chọn nè cho môi năng chọn nè này năng tầm đó chọn nè vậy chứ là lại ní nó pê đã bị váy nè nó pê đã bị váy vậy hỏi bằng xa đầm bay load tự tạm ấy nè xa đầm bay load tự tạm hiện chạy lực xa đầm bay tới cứ miền chọn nè xa đầm bay nè chọn nè xa đầm bay tạm á mùi mùi ní cứ sật chia frame rồi bỏ sật key rồi bỏ xa đầm bay đầm bay về cắt tới hay trong bộ vật vềយ៉ាងnày nó cứ nó không năng tượng đã bị vật tạm mình tay đây mà đo puốt mà đang thật tụ vi chân mà bị tì na tê hai ở lần chắc nó không plan tí pi ní cứ thời tràn mình tên ai bà nó không plan tí bấy tới chỉ thôi tích bên để xa plan tí pi dùng miền tròn là tràn em tin mình đã cầm vĩnh ta làm bà bắt timeline thì đã cầm mấy giờ tập bắt anh nó bắt à check back animation trong tí timeline bắt timeline vào đôi vì cho ta cầm bận ok chẳng năng dân bà bài bà bần nắng bộ không plan tí pi thời tràn trong bộ plan tí bấy nhưng mơ được trong switch anh ấy chụp plan tí bấy anh ấy plan tí pi về đà mà trắng plan tí pi plan tí bấy ở đây thế anh ấy cho dân đã cho tích bên đây dân ai thôi cho là tật sầm một hết ai thôi cho là tật sầm một thèm để xa tham lại bị trợ tật đó nhưng mà bây giờ dân ai thôi cho là tật sầm một tí nhưng mà đại khăn này bộ khán em mình cho là tật sầm một mình tật khăn này chẳng này vì mình tật khăn này chẳng lại ní cái dân ai thôi cho là tật sầm một thèm đấy trong bộ plan mà đây bục mà đây là con vậy này hay cái này có dân thôi cho là chả ơn bạn em mình chả đôi ATP thì ATP dân thôi chả ra ní dân ở đây thì dân thấy sưu chả này thấy sưu cái này khi mà có cho mà nè cái bắt đầu bà miền đây cho lọ tại sao tập áp đại việt miền tầm mũi cho mà bạn đã cả chả nên mới lạiประมาณ tại vì nắng còn lực đẩy hay còn đại kiện năng nhưng thôi cho nà mơ đi hơi mơ một kỳ chẳng á lại nhìn thôi cho nà ok vậy nên còn dây to phải miền nè cùi mơ chô chạm tình như là thằng cào trên tay hay nhìn thôi cho nà một cho nà một cho nà nghị chuyên nghiệp làm mình chẳng á nhìn thôi được hàng pin đấy thôi đấy cái đó pin này khả năng cái dân tuyệt vời đấy chẳng là không project នេះគឺមានប៉ុណ្ណឹងតែខ្ញុំប្រាប់បងប្អូនអរគ្នាហើយជាមានអីទៀតទេណាបងប្អូនមានចម្ងល់អាចសាកសួរបន្ថែមព្រោះក្នុងប្លង់ទី2ធ្វើច្រើនហើយរញ៉េរញ៉ៃច្រើននៅក្នុងនេះផែជាខ្ញុំអាចបដូរកាមេរ៉ាបន្តិចចំពោះប្លង់ទី2ទីទៀតយើងបដូរកាមេរ៉ាព្រោះចង់ចាប់កាមេរ៉ាឲ្យវាស្អាតជាងនេះតិចកាមេរ៉ានេះវាចាប់ទូទៅច្រើនពេកអានេះយើងចាប់ detail អញ្ចឹងណាចាប់គៀកហ្នឹងគេ detail focus ទៅលើតួទាញប្រើ lens ប្រើអីចឹងទៅអូខេចលនាសពុតនេះបើយើង play ធម្មតាចឹងវាអត់នេះទេតែបើយើង play ទៀតបើយើង play ទៀតបានវាចាប់ដើមមានចលនាចឹងសពុតនេះក៏ត្រូវកែបន្តិចដែរអូខេចឹងអស់ហើយរំលឹកបងប្អូនប៉ុណ្ណឹងហើយចំពោះវីដេអូបន្ទាប់គឺយើងធ្វើនេះតែម្ដង
យើងចូលទៅក្នុង project ទី2គឺយើងរៀបចំប្លង់សម្រាប់ការងារបន្ទាប់ទៀតអញ្ចឹងមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនអរគ្នាយល់ទៅចោះព្រោះនេះជាការរំលឹកទេណាហ្នឹងហើយលឿនខ្លះមិនលឿនខ្លះអធិស្ឋានបងប្អូនអរគ្នាឆ្ងល់សួរអរគុណច្រើនជម្រាបលា